បរដ្ឋាភិបាលនៅក្នុងតំបន់ហ្នឹងដែលកាយខ្លាំងនៅណាក៏ខ្លាចគាត់ដែរហើយក្នុងពេលជាមួយគ្នាលូហ្វីបានទៅជួបសូរ៉ូដើម្បីបបួលសូរ៉ូចូលក្រុមជាមួយពេលនោះលូហ្វីអត់មានទុកពេលឲ្យសូរ៉ូសម្រេចចិត្តអីទេគាត់ប្រាប់សូរ៉ូថាគាត់នឹងទៅយកដាវឲ្យសូរ៉ូវិញមិនយូរប៉ុន្មានលូហ្វីបានទៅដល់មន្ទីរកងម៉ារីនដែលនៅទីនោះ Morgan កំពុងតែបញ្ជាឲ្យគេលើករូបសនៈរបស់គាត់ឡើងហើយ Helmeppo ក៏នៅទីនោះផងដែរនៅពេលនោះគ្រាន់តែកងម៉ារីនម្នាក់មិនប្រយ័ត្នធ្វើឲ្យរូបសនៈរបស់គាត់ប៉ះរបស់អីម្យ៉ាង Morgan ដែលជាមនុស្សកំណាញ់ខុសខើបានគម្រាមសម្លាប់ម៉ារីននោះចោលចំណែកលូហ្វីដែលនៅខាងក្រោមលើសំឡេងក្តុងក្តាននៅខាងលើក៏ទាញជំពាមលោតឡើងទៅមើលពេលឡើងទៅដល់លូហ្វីអត់ដឹងក៏ចាប់ទាញខ្សែស្រែរូបសនៈរបស់ Morgan ធ្វើឲ្យវាធ្លាក់ចុះមកក្រោមបែកបាក់អស់នៅពេលនោះ Morgan ខឹងខ្លាំងណាស់តែលូហ្វីអត់ខ្វល់ជាមួយគាត់ទេគឺគាត់ត្រូវការជួបតែ Helmeppo តែប៉ុណ្ណោះព្រោះ Helmeppo នោះគឺជាអ្នកយកដាវរបស់សូរ៉ូទៅទុកក្នុងពេលជាមួយគ្នា Kobe បានលួចចូលទៅស្រែចំណងឲ្យសូរ៉ូពេលនោះ Kobe បានប្រាប់សូរ៉ូថាស្អែកគេនឹងសម្លាប់គាត់ចោលហើយហេតុតែអញ្ចឹងហើយទើប Luffy បន្ថយជីវិតចូលទៅក្នុងមន្ទីរម៉ារីនដើម្បីយកដាវរបស់សូរ៉ូមកវិញសង្ឃឹមថាសូរ៉ូនឹងចូលក្រុមជាមួយគាត់និយាយដល់ត្រឹមនេះ Morgan បាននាំកងម៉ារីនរបស់គាត់ទៅដល់ហើយអត់មាននិយាយច្រើនទេ Morgan បានបញ្ជាឲ្យកូនចៅរបស់គាត់បាញ់សម្លាប់ពួកគេចោលតែម្ដងបន្ទាប់មកសាច់រឿងបានកាត់ទៅមើលប្រវត្តិរបស់សូរ៉ូបន្តិចកាលពីក្មេងសូរ៉ូប្រកែកគុនដាវខ្លាំងណាស់គាត់វាយឈ្នះគុនសិស្សទាំងអស់លើកលែងតែម្នាក់ដែលគាត់បានប្រកួតជាមួយ 2000 ដងហើយមិនឈ្នះសោះនេះមានឈ្មោះថា Kuina ជាកូនស្រីរបស់គ្រូរបស់គាត់បន្ទាប់មកនៅក្នុងការប្រកួតលើកទី 2001 Zoro បានបបួល Kuina ប្រកួតគ្នាដោយប្រើដាវមែនតែននៅក្នុងការប្រកួតលើកនោះ Kuina នៅតែឈ្នះដដែលពេលនោះ Zoro ពិតជាតូចចិត្តខ្លាំងណាស់តែ Kuina បានជួយនិយាយលើកទឹកចិត្តគាត់ជួយឲ្យគាត់មានកម្លាំងចិត្តឡើងវិញនៅថ្ងៃនោះពួកគេបានសន្យាជាមួយគ្នាថាថ្ងៃណាមួយក្នុងចំណោមពួកគេទាំងពីរនាក់នឹងមានម្នាក់ក្លាយទៅជាអ្នកកំពូលគុនដាវដែលខ្លាំងជាងគេនៅលើលោកប៉ុន្តែក្រោយមកមិនយូរប៉ុន្មាន Kuina បានជួបឧបទ្ទហេតុគ្រោះថ្នាក់ស្លាប់បាត់បង់ជីវិតពេលនោះ Zoro បានទៅសុំដាវរបស់ Kuina ពីលោកគ្រូរបស់គាត់យកទៅប្រើដើម្បីក្លាយទៅជាអ្នកគុនដាវដ៏ខ្លាំងបំផុតនៅលើលោកដោយបានសន្យាជាមួយ Kuinaត្រឡប់មកមើលពេលបច្ចុប្បន្នវិញនៅពេលដែលកងម៉ារីនកែកាយកំភ្លើងបាញ់ទៅកាន់ Zoro Luffy បានយកខ្លួនទៅជួយពាំងហើយដោយសារតែរាងកាយរបស់ Luffy ស្វិតយឺតដូចកៅស៊ូគ្រាប់កំភ្លើងធម្មតាមិនអាចធ្វើអីគាត់បានទេបន្ទាប់មក Luffy បានបកគោលដាវទាំង3របស់ Zoro ឲ្យ Zoro វិញហើយសួរគាត់ថាចង់ចូលរួមវាយជាមួយចៅសមុទ្រដែលជារឿងខុសច្បាប់ឬក៏ចង់ឲ្យកងម៉ារីនសម្លាប់គាត់ចោលឥឡូវហ្នឹងពេលហ្នឹង Zoro លែងខ្វល់ពីរឿងខុសច្បាប់អីទៀតហើយឲ្យតែគាត់នៅមានជីវិតនិងមានឱកាសក្លាយទៅជាអ្នកកំពូលគុនដាវដែលខ្លាំងជាងគេនៅលើលោកបានន័យថា Zoro សុខចិត្តចូលរួមក្រុមជាមួយនឹង Luffy និយាយពី Morgan វិញបន្ទាប់ពីគ្រាប់កំភ្លើងធ្វើឲ្យ Luffy អត់បានគាត់បានបញ្ជាឲ្យកងម៉ារីនប្រើដាវសម្រុកចូលទៅវិញម្ដងតែ Zoro បានចូលខ្លួនទៅទប់ពេលនោះ Zoro និង Luffy បានរួមគ្នាចាត់ការកងម៉ារីនឲ្យដកថយហើយ Luffy បានសម្រុកចូលទៅវាយដូរជាមួយ Morgan យ៉ាងក្លាហានក្នុងការប្រយុទ្ធគ្នានៅលើកនោះ Morgan ដែលគេខ្លាចគ្រប់គ្នាអត់មានធ្វើអី Luffy បានបន្តិចទេបែរជាត្រូវបាន Luffy ចាប់វាយឡើងទូកសាច់បន្តមកទៀត Helmeppo បានទៅចាប់ Kobe ធ្វើជាចំណាត់ខ្មាំងពេលនោះ Kobe ក៏ក្លាហានណាស់ដែរមិនឲ្យ Luffy ខ្វល់ពីគាត់ទេដល់ពេលអញ្ចឹងទៅ Luffy អត់ខ្វល់ទេក៏សុទ្ធ Helmeppo មកដៃពីចម្ងាយក្នុងពេលជាមួយគ្នា Morgan ក៏បានងើបមកវិញហើយចង់លួចកាប់ Luffy ពីក្រោយតែ Zoro បានស្ទុះវឹបចូលទៅជួយបន្ទាប់ពីបានកំចាត់ Morgan ពីអ្នកឲ្យកូននឹងរួចហើយកូនតាហ៊ានម៉ារីនអត់មានអ្នកណាខ្វល់ខ្វាយអីទេបែរជានាំគ្នាស្រែកហូរកញ្ជ្រៀវសប្បាយអើងកងតាមពិតពួកគេក៏មិនចង់ធ្វើការក្រៅបញ្ជាមេដែលសាហាវយងខ្នងដោយ Morgan នឹងដែរបន្តមកពួកគេបាននាំគ្នាទៅញ៉ាំអីនៅហាងម៉ាក់របស់ Rika នៅពេលនោះម៉ាក់របស់ Rika បានធ្វើម្ហូបយ៉ាងឆ្ងាញ់ទទួលពួកគេដើម្បីអរគុណពួកគេដែលបានជួយរំដោះភូមិនេះពីការត្រួតត្រារបស់ជនកំណាច Morgan ពេលនោះ Rika បានសួរ Luffy ថាចង់ទៅណាទៀតបន្ទាប់ពីនឹងហើយ Luffy ប្រាប់ថាគាត់នឹងទៅតំបន់ Grand Line ពេលឮអញ្ចឹង Kobe ភ័យជំនួសទោះបីជាគាត់អត់ចូលក្រុមជាមួយ Luffy ក៏គាត់ព្រួយបារម្ភពីសុវត្ថិភាពរបស់ Luffy ដែរព្រោះតំបន់ Grand Line នឹងគឺជាតំបន់គ្រោះថ្នាក់បំផុតគេតែងតែហៅតំបន់នោះថាជាកន្លែងបញ្ចុះសពរបស់ចៅសមុទ្របន្តមកមានម៉ារីនមួយក្រុមបានទៅដល់ទីនោះដើម្បីធ្វើការតាមទូនាទីរបស់ពួកគេដែលត្រូវចាប់ក្រុមចៅសមុទ្រប៉ុន្តែដោយសារតែក្រុមរបស់ Luffy មានស្នាដៃជួយភូមិនេះគេនឹងមិនរាយការណ៍ទៅថ្នាក់លើទេតែសំណូមពរឲ្យក្រុមរបស់ Luffy បញ្ញាប់ចាក់ចេញពីភូមិនឹងពេលនោះ Luffy យល់ការក៏សុខចិត្តចាក់ចេញតាមស្រួលហើយនៅពេលដែលគេសួរថា Kobe គឺជាសមាជិកក្រុមរបស់ Luffy ដែរអត់ Luffy បែរជាទៅធ្វើឆ្លោះតោះតែងគ្នាជាមួយ Kobe ចង់ប្រាប់គេថា Kobe មិនមែននៅក្រុមជាមួយគាត់ទេមូលហេតុគឺដោយសារតែគាត់ដឹងថា Kobe ចង់ធ្វើជា Marine ហើយបើគេដឹងថា Kobe ធ្លាប់តាក់ទងជាមួយនឹងចៅសមុទ្រនោះគេអត់ឲ្យគាត់ធ្វើ Marine ទេបន្តមកនៅពេលដែល Luffy ហើយនិង Zoro ចេញទៅផុត Kobe បានសុំគេធ្វើជា Marine ហើយគេក៏បានទទួលយកគាត់បន្តមក Kobe បានតាមទៅអរគុណ Luffy ដល់កំពង់ផែហើយ Zoro បាននិយាយលេងថាវាមិនដែល Marine ណាមកអរគុណចៅសមុទ្រមើលទៅរឿងនឹងតើគាត់ចូលក្នុងសភៅប្រវត្តិសាស្ត្រទៅបានពេលនេះ Luffy ហើយនិង Zoro ចង់ធ្វើដំណើរទៅតំបន់ Grand Line ប៉ុន្តែពួកគេទាំងពីរគ្មាននរណាចេះមើលទិសតំបន់នេះទេចេះតែបដាខ្លួនតាមខ្យល់អញ្ចឹងទៅឥឡូវពួកគេឃ្លានខ្លាំងណាស់មិនដឹងទៅរកអីញ៉ាំនៅណាទេពេលនោះពួកគេបានឃើញសត្វស្លាបមួយហានៅលើមេឃហើយ Luffy មានកំណត់ចង់ចាប់សត្វស្លាបនោះញ៉ាំដល់ពេលយកខ្លួនឯងធ្វើជាជំពាមបាញ់ទៅមិន Luffy ចាប់សត្វនោះទេគឺសត្វនោះបានចាប់ Luffy វិញពេលឃើញអញ្ចឹង Zoro ក៏បញ្ញាប់អុំទូកតាមទៅជួយហើយនៅតាមផ្លូវគាត់បានអនុញ្ញាតឲ្យចៅសមុទ្រ3នាក់ដែលកំពុងតែបដាខ្លួនតាមទឹកតោងទូករបស់គាត់ ព
ពេលបានឡើងទូកហើយស្រាប់តែចៅសមុទ្រ3នាក់នោះចង់ប្លន់សូរ៉ូតែត្រូវបានសូរ៉ូវាយឡើងទូកហើយប្រាយចៅទូកវិញម្ដងចៅសមុទ្រ3នាក់នោះបានប្រាប់សូរ៉ូថាពួកគេគឺជាកូនចៅរបស់ចៅសមុទ្រឈ្មោះបាគីនឹងតែងខ្លួនដូចតួថ្លុកដែលគេហៅថាខ្លោនហើយគាត់ក៏ធ្លាប់បានញ៉ាំផ្លែឈើពិសេសមួយដែរបន្ទាប់មកសាច់រឿងបានកាត់ទៅមើលនារីម្នាក់ដែលនៅក្នុងដៃរបស់នាងមានការផែនទីហើយមានកូនចៅរបស់បាគីជាច្រើនបានតាមយកផែនទីពីនាងទៅវិញកាត់ទៅមើលនៅជំរំរបស់បាគីវិញមានគេមើលឃើញសត្វស្លាបពណ៌លូហ្វីហោះនៅលើមេឃពេលនោះបាគីបានជាកូនចៅរបស់គាត់បាញ់មួយតម្លាក់ចោលមកតែអត់ត្រូវសត្វស្លាបទេត្រូវតែលូហ្វីបន្ទាប់ពីធ្លាក់ដល់ដីលូហ្វីបានជួបជាមួយនឹងស្រីម្នាក់ដែលកូនចៅរបស់បាគីកំពុងតែដេញតាមពេលនោះនាងបានហៅលូហ្វីថាមេហើយក៏រត់ចេញទៅមុនដល់ពេលអញ្ចឹងកូនចៅរបស់បាគីស្មានតែលូហ្វីជាបាក់ពួករបស់នាងក៏ព្យាយាមចាស់គាត់តែត្រូវបានលូហ្វីវាយឡើងទូកបន្ទាប់មកនារីមុននឹងបានត្រឡប់មកជួបលូហ្វីវិញហើយប្រាប់លូហ្វីថានាងឈ្មោះណាមីពេលនោះនាងចង់បបួលលូហ្វីធ្វើការជាមួយនាងព្រោះនាងឃើញលូហ្វីខ្លាំងតែលូហ្វីឃ្លានខ្លាំងណាស់អត់មានអារម្មណ៍ចង់និយាយរឿងការងារអីទេដល់ពេលអញ្ចឹងទៅណាមីក៏នាំលូហ្វីទៅញ៉ាំអីនៅផ្ទះធំមួយដែលនាងស្នាក់នៅបណ្ដោះអាសន្នមនុស្សនៅផ្ទះនោះបានរត់អស់ហើយដោយសារតែពួកគេខ្លាចចោលសមុទ្របាគីពេលនោះណាមីបានប្រាប់លូហ្វីថានាងត្រូវការលុយចំនួនយ៉ាងច្រើនរហូតដល់100លានបែលីប៉ុន្តែនាងអត់ប្រាប់លូហ្វីថាយកលុយទៅធ្វើអីទេគ្រាន់តែនាងចង់ប៉ឹងលូហ្វីឲ្យជួយការពារនាងព្រោះនាងចង់ចូលទៅក្នុងតំបន់ Grand Line ណាមីមានផែនទីហើយនាងបកកែមើលទិសដៅខ្លាំងណាស់នៅពេលដែលដឹងថាណាមីចេះមើលទិសដៅនិងចេះមើលផែនទីអញ្ចឹងលូហ្វីក៏បបួលណាមីចូលក្រុមជាមួយគាត់វិញធ្វើឲ្យណាមីដឹងថាលូហ្វីគឺជាចៅសមុទ្រតាមពីដើមមកណាមីស្អប់ចៅសមុទ្រខ្លាំងណាស់ហើយនាងដើរលួចទ្រព្យសម្បត្តិតែពីចៅសមុទ្រទេនៅពេលនោះណាមីធ្វើជាព្រមចូលក្រុមជាមួយនឹងលូហ្វីតែលូហ្វីត្រូវជួយធ្វើការនាងមួយសិនការងារនោះគឺនាងចង់ឲ្យលូហ្វីសម្ដែងធ្វើជាមេរបស់នាងដើម្បីទៅជួបបាគីពេលទៅដល់នាងបានប្រកល់ផែនទីឲ្យបាគីវិញហើយប្រាប់បាគីថាលូហ្វីដែលជាមេរបស់នាងវិជានាងធ្វើទេឥឡូវនាងបានក្បត់មេរបស់នាងហើយព្រោះនាងចង់ចូលក្រុមជាមួយបាគីតាមពិតគោលបំណងរបស់ណាមីគឺចង់រកឱកាសដើម្បីលួចទ្រព្យសម្បត្តិរបស់បាគីតែប៉ុណ្ណោះបន្ទាប់មកបាគីបានប្រកាសឲ្យកូនចៅគាត់រៀបចំពិធីជប់លៀងមួយដើម្បីទទួលសមាជិកថ្មីពេលនោះពួកគេផឹកស៊ីសប្បាយចិត្តខ្លាំងណាស់ហើយដើម្បីញ៉ាំងឲ្យកម្មវិធីកាន់តែអធិកអធមបាគីបានឲ្យកូនចៅរបស់គាត់បញ្ចេញកំភ្លើងធំទៅបាញ់ផ្ទះប្រជាជនលេខឲ្យជាច្រើនខ្នងពេលឃើញចឹងណាមីមានអារម្មណ៍ថាសង្វ័យក្នុងចិត្តខ្លាំងណាស់ពេលនោះបាគីបាននិយាយថាគាត់នឹងប្រើកំភ្លើងធំនឹងដើម្បីធ្វើជាស្ដេចនៅក្នុងតំបន់ Grand Line ហើយពេលលឺអញ្ចឹងលូហ្វីក៏ប្រកែកចាច់ថាគាត់ទៅជាអនាគតស្ដេចនៅតំបន់ Grand Line បន្ទាប់មកបាគីអត់ចង់ជលក់មាត់ជាមួយនឹងលូហ្វីទេគាត់បានប្រើណាមីឲ្យប្រើកំភ្លើងធំបាញ់សម្លាប់លូហ្វីចោលតែម្ដងនៅពេលនោះណាមីពិបាកសម្រេចចិត្តណាស់ព្រោះបើសិនជានាងមិនសម្លាប់លូហ្វីទេគេនឹងសម្លាប់នាងចោលដល់ពេលណាមីឆោតត្រឹងយូរពេកមានកូនចៅរបស់បាគីម្នាក់ចូលមកឲ្យកញ្ឆេះកំភ្លើងធំជំនួសណាមីនៅពេលនោះណាមីមិនអាចទ្រាំឈរមើលបានក៏ដកដបង3កណាត់